មានតូបពីរបាទនៅជាប់គ្នាបងប្អូនបាទតូបទាំងពីរហ្នឹងគឺបាទលក់ស្វាយដូចគ្នាបាទហើយស្វាយទាំងពីរតូបហ្នឹងគឺយកចេញមកពីបាទចំការតែមួយដូចគ្នាពូជតែមួយដូចគ្នាបាទហើយតូបទី1នោះគឺតូបកបាទតូបទី2បាទគឺតូបខបងប្អូនណាបាទក្រោយអំពីតូបកហើយនឹងតូបខយកបាទស្វាយមកដាក់លក់ក៏មានបាទតេតិជនហ្នឹងក៏បាទចូលមកទិញបាទសួររកស្វាយណាបាទហើយគាត់ក៏មកសួរនៅតូបកហ្នឹងក៏ថាបងខ្ញុំចង់បានស្វាយបាទ2-3គីឡូយកទៅញ៉ាំលេងបាទអញ្ចឹងអ្នកលក់តូបកហ្នឹងក៏គាត់ថាបងមានស្វាយមានណាបាទស្វាយនេះគឺបាទជូរបងប្អូនណាជូរអែមដែលបងយកទៅបាទពិសាជាមួយនឹងបាទអំបិលម្ទេសអីទៅគឺមកល្មមហូបវាអត់ផ្អែមទេបាទអញ្ចឹងអ្នកទិញហ្នឹងគាត់ថាអូបើសិនជាជូរគាត់អត់ទិញទេបងបាទខ្ញុំអត់ទិញទេគឺខ្ញុំរកផ្អែមអញ្ចឹងអ្នកទិញហ្នឹងក៏គាត់ដើរទៅតូបប្របេះហ្នឹងគឺតូបខនឹងឯងបាទណាទៅដល់ភ្លាមគាត់ថាបងខ្ញុំចង់ទិញស្វាយ2-3គីឡូបាទយកទៅញ៉ាំបាទអញ្ចឹងតូបអ្នកលក់ខហ្នឹងគាត់ថាអូបងទិញត្រូវតូបហើយបាទតូបខ្ញុំនេះគឺលក់ស្វាយផ្អែមបាទបងប្អូនណាបាទស្វាយផ្អែមបាទហូបទៅឆ្ងាញ់ស្រួយបាទផ្អែមបាទពូជចេះពូជចុះទៅគាត់ចេះតែថាទៅណាបាទពូជនេះគឺផ្អែមជាប់មាត់បងញ៉ាំហើយគឺបាទធានាជូនថាពេញចិត្តអញ្ចឹងបាទអ្នកទិញហ្នឹងក៏គាត់ឮអ្នកលក់និយាយអញ្ចឹងគាត់ថាអូអញ្ចឹងច្រកឲ្យខ្ញុំបាទ3-4គីឡូមកខ្ញុំយកទៅញ៉ាំណាបាទអញ្ចឹងអ្នកទិញហ្នឹងក៏ទៅផ្ទះទៅបាទអញ្ចឹងរឿងនេះចង់សរបញ្ជាក់ឲ្យឃើញថាបាទសម័យឥឡូវនេះបាទអ្នកលក់បាទគេចេះប្រូគេចេះកុហកអាហ្នឹងទៅបាទអតិថិជនរបស់យើងហ្នឹងបាទមួយចំនួនគាត់ជឿហើយបើសិនជាយើងនិយាយអត់ថងភ្លឹងអតិថិជនខ្លះគេអត់ជឿយើងទេបងប្អូនណាហើយនេះក៏ជាកតិមួយសម្រាប់បងប្អូនយកទៅពិចារណាដែរអរគុណច្រើន